អូខេសួស្តីថ្ងៃនេះយើងមកមើលអំពីរបៀបជួយសង្គ្រោះអ្នកដែលគាត់ស្ទះផ្លូវដង្ហើមដែលយើងហៅថាស្លាក់អញ្ចឹងការស្ទះផ្លូវដង្ហើមហ្នឹងគឺជាការស្ទះវត្ថុអ្វីមួយដែលបណ្ដាលឲ្យជនរងគ្រោះហ្នឹងមិនអាចដកដង្ហើមបាននិងអាចបណ្ដាលឲ្យជនរងគ្រោះហ្នឹងបាត់បង់អាយុជីវិតដោយការខ្វះនៅអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាលរោគសញ្ញានៃការស្ទះផ្លូវដង្ហើមមានដូចជាថប់ដកដង្ហើមមិនរួចមិនអាចនិយាយរួចសំឡេងដង្ហើមឮងឹតងឹតស្លេកស្លាំងស្បែកមុខមាត់ហើយនិយាយពីគោលដៅនៃការជួយសង្គ្រោះវិញជួយឲ្យជនរងគ្រោះនឹងមានចលនាដង្ហើមឡើងវិញធ្វើឲ្យផ្លូវដង្ហើមចំហស្រឡះយកឧបសគ្គឬក៏វត្ថុចេញពីផ្លូវដង្ហើមធ្វើកាយវិការអនុវត្តឲ្យទាន់ពេលវេលាមួយទៀតយើងនិយាយអំពីវិធីសង្គ្រោះបើនិយាយពីការសង្គ្រោះតាមបែបវិទ្យាសាស្ត្រដែលយើងហៅជាភាសាអង់គ្លេសថា Heimlich ចឹងអ្នកសង្គ្រោះគឺឈរពីខាងក្រោយជនរងគ្រោះដោយដាក់ជើងម្ខាងនៅចន្លោះជើងជនរងគ្រោះហើយធ្វើការក្តាប់ដៃនៅលើតំបន់ពោះប្រវែង2ធ្នាប់ដៃពីផ្ចិតដៃម្ខាងទៀតអោបពីខាងលើក្តាប់ដោយទាញដៃទាំងពីររបស់អ្នកជំងឺដាក់ឡើងលើហើយធ្វើការបង្កើតសម្ពាធដោយកន្ត្រាក់ឆក់សង្កត់លើពោះចំនួន5ដងដើម្បីឲ្យសម្ពាធខ្យល់ច្រានវត្ថុស្ទះចេញពីផ្លូវដង្ហើមជនរងគ្រោះឲ្យមកនៅខាងក្រៅដើម្បីឲ្យជនរងគ្រោះនឹងដកដង្ហើមបានធ្វើដដែលរហូតដល់វត្ថុនោះចេញមកក្រៅហើយបើសិនជាក្នុងករណីជនរងគ្រោះនឹងមានមាឌធាត់ធំដាក់ជនរងគ្រោះដេកផ្ងាអ្នកសង្គ្រោះលុតជង្គង់កន្ថេកជើងនៅពីលើរួចយកបាតដៃដាក់លើតំបន់ពោះប្រវែង2ធ្នាប់ដៃពីផ្ចិតនិងដៃមួយទៀតដាក់លើបាតដៃរួចសង្កត់ពីខាងក្រោមរុញទៅលើត្រង់ចំណុចក្រោមចុងដង្ហើមចំនួន5ដងហើយការសង្កត់ឬការកន្ត្រាក់នីមួយៗគឺត្រូវធ្វើឡើងឲ្យបានខ្លាំងគ្រប់គ្រាន់ដើម្បីធ្វើឲ្យរបស់ដែលស្លាក់នោះចេញមក